យើងមកបន្តទៀតអំពីលំហាត់អាល់ដេអ៊ីតដដែលស្គាល់ភាគរយកាបូនអ៊ីដ្រូសែននិងអុកស៊ីសែនដូចមុនលើកមុនយើងបានកែមួយហើយប្រសិនបើយើងស្គាល់ភាគរយកាបូនស្គាល់ភាគរយអ៊ីដ្រូសែនស្គាល់ភាគរយអុកស៊ីសែនហើយស្គាល់ឈ្មោះថាអាល់ដេអ៊ីតតើយើងទាញដោយរបៀបណាករណីមួយហ្នឹងយើងដឹងហើយណាបើស្គាល់ឈ្មោះបែបហ្នឹងមិនបាច់ប្រាប់ម៉ាស់ម៉ូទេលំហាត់នេះដដែលទេប៉ុន្តែគ្រូកែមួយទៀតខ្លាចយើងអត់ច្បាស់ហើយគ្រូកែមួយទៀតហ្នឹងគឺដើម្បីឲ្យយើងកាន់តែច្បាស់ទៅពេលដែលជួបលំហាត់ហ្នឹងទៅយើងអាចធ្វើបានភ្លាមតោះឥឡូវមើលណាលំហាត់ដដែលទេប៉ុន្តែពីលំហាត់អាល់ដេអ៊ីតឆ្អែតមួយមានភាគរយកាបូនលើកនេះ 54.54 ភាគរយអ៊ីដ្រូសែន 9.09 ហើយភាគរយរបស់អុកស៊ីសែន 36.35 កំណត់រូបមន្តម៉ូលេគុលអាល់ដេអ៊ីតនេះយើងម្លឹងតិចមកណាយើងសួរសំណួរដដែលថាតើអាល់ដេអ៊ីតមានរូបមន្តដូចម្ដេចអាល់ដេអ៊ីតមានអូស្មើប៉ុន្មានហើយយើងដឹងដដែលថាអាល់ដេអ៊ីតមានរូបមន្ត CN ហាស់ 2N O មានអូស្មើ1ចំពោះអាល់ដេអ៊ីតឆ្អែតតមកទៀតចំណែកអាល់ដេអ៊ីតតើពេលណាគេប្រើរូបមន្តទូទៅ CN ហាស់ 2N O ហើយពេលណាគេប្រើរូបមន្ត CH ហាស់ Y O ហើយយើងចម្លើយដដែលទេប្រសិនបើគេស្គាល់ភាគរយកាបូនស្គាល់ភាគរយអ៊ីដ្រូសែនស្គាល់ភាគរយអុកស៊ីសែនដូចលំហាត់នឹងអញ្ចឹងរូបមន្តទូទៅវាមិន CH ហាស់ Y O ប៉ុន្តែបើសួរថាចុះបើខ្ញុំធ្វើតាម N បានអត់បានបើធ្វើតាម N យើងនិយាយដែរសល់បំរាប់2សល់បំរាប់កាបូននិងសល់បំរាប់អ៊ីដ្រូសែនហើយទាញបានដូចគ្នាដែរណាអូខេហើយវាអត់ប្លែកអីទេលំហាត់មិនដែរទេណាគ្រាន់តែគ្រូធ្វើ2ឬក៏3ទៅដើម្បីឲ្យយើងស្ទាត់តែប៉ុណ្ណឹងទេណាហើយចាំយើងចូលប្រភេទផ្សេងមួយទៀតឥឡូវយើងមើលសិនយើងមើលបំរាប់វាមែនតើណាកាបូន 54.54 ភាគរយអ៊ីដ្រូសែន 9.09 ភាគរយអូ 36.36 កំណត់រូបមន្តម៉ូលេគុលអាល់ដេអ៊ីតនេះបាទយើងមើលចម្លើយវាដែរទេកំណត់រូបមន្តម៉ូលេគុលអាល់ដេអ៊ីតរូបមន្តទូទៅម៉េចគូធ្លាប់បញ្ជាក់ឲ្យ CH ហាស់ Y O ហើយមាន O ស្មើមែន1ហើយយើងអត់ប្រើរូបមន្ត CN ហាស់ 2N O ទេណាសល់បំរាប់កាបូននិងអ៊ីដ្រូសែនហើយហេតុអីជឿថាចាំមិនបានអត់ប្រាប់ម៉ាស់ម៉ូលអាល់ដេអ៊ីតមាន O មែនចុះ1អញ្ចឹងសួរចាំបាច់ប្រាប់ម៉ាស់ម៉ូលអត់មិនបាច់ទេប៉ុន្តែសួរថាចុះបើគេប្រាប់ម៉ាស់ម៉ូលទៀតបានអត់រឹតតែប្រសើររឹតតែងាយគ្រាន់ថាវាមិនចាំបាច់ដល់បែបហ្នឹងគេប្រាប់តាភាគរយទាំង3ហ្នឹងមកបានទេណាជិះមកទៀតដែរលេខរូបមន្តម៉េចបើគេប្រាប់ភាគរយអញ្ចឹងអ៊ីមើលម៉ាស់ម៉ូលកាបូនលើភាគរយកាបូនស្មើនឹងម៉ាស់ម៉ូលអ៊ីដ្រូសែនលើភាគរយអ៊ីដ្រូសែនស្មើនឹងម៉ាស់ម៉ូលអុកសែនលើភាគរយអុកស៊ីសែនមួយទៀតបញ្ជាក់ឡើងវិញបន្តិចណាចុះប្រសិនបើយើងសេភាគរយលើបានអត់ឬក៏យើងអាចសេថាចាឬដូចគ្នាបញ្ជាក់លេខខែលុយយើងគ្រូខ្ញុំធ្លាប់រៀនចាភាគរយកាបូនលើអំកាបូនស្មើនឹងភាគរយអ៊ីដ្រូសែនលើម៉ាស់ម៉ូលអ៊ីដ្រូសែនស្មើនឹងភាគរយអុកស៊ីសែនលើម៉ាស់ម៉ូលអុកស៊ីសែនអញ្ចឹងគ្រូបញ្ជាក់ថាចាពីរហ្នឹងនេះរូបមន្តហ្នឹងប្រើមួយណាក៏បានដែរមួយណាក៏ត្រូវដែរឲ្យតែយើងចេះប្រើបើសិនជាយើងសេម៉ាស់ម៉ូលលើទាំងអស់ហើយបើយើងសេភាគរយលើទាំងអស់យើងហ្នឹងណាត្រឡប់ចុះត្រឡប់មកដូចបានដូចគ្នាហើយត្រូវដូចគ្នាអត់មានបញ្ហាអីទេតាណាហើយយើងមកទៀតគ្រាន់ថាចេះខ្ញុំចូលចិត្តប្រើរមន្តបែបនេះហើយបើយើងប្រើបែបនេះប្រើទៅគ្មានណាឲ្យខុសទេ 100% គឺត្រូវណាបាទអញ្ចឹងមកទៀតតើម៉ាស់កាបូនមែនយោកាបូនមិន12ប៉ុន្តែវាមានអីចេះមិន 12x y អ៊ីដ្រូសែន y ចេះអញ្ចឹងមិន y ហៅ O 16តើមកទៀតភាគរយកាបូនមែនយោនេះ 54.54 នេះភាគរយអ៊ីដ្រូសែនមែនយោ 9.09 ភាគរយអុកសែន 36.36 ពេលនោះយើងអាចធ្វើផលធៀបបានហើយឃើញទៅយើងចង់រក x មុន x ចឹងគឺកាបូនហ្នឹងឯណាមិន 12x លើ 54.54 16លើ 31.36 នេះនាំ x ស្មើបានយោ 54.54 គុណ 16 លើ 12 គុណ 31.31 ចម្លើយឃើញ 2x ស្មើ2មានន័យថាកាបូនស្មើ2ចុះ y ដូចគ្នាដូចតាមមុនបេះបាត់ខ្ញុំមកទៀត y លើ 9.09 ស្មើនឹង 16 លើ 31.31 y ស្មើអី 9.09 គុណ 16 ចែក 31 ឃើញប៉ុន្មានណា 4
ដូចនេះរូបមន្តម៉ូលេគុលរបស់ aldehyde គឺ C2 ហា4ចុះចូលមកនេះ H ស្មើ2 Y ស្មើ4ហើយ O មិនបាច់កណនាដែរលេណាឬក៏យើងអាចសេថាម៉េច CH3 CHO ឈ្មោះវាគឺ ethanol អូខេឥឡូវមើលឡើងវិញមកហើយគ្រូបញ្ជាក់ដើម្បីបញ្ចប់សួរថាតើចេញបំរាប់ប៉ុណ្ណឹងយើងអាចធ្វើលំហាត់នេះដោយមិនស្ទាក់ស្ទើរបានដែរឬទេហើយបញ្ជាក់ទៀតបើគេប្រាប់ភាគរយកាបូនអ៊ីដ្រូសែនអុកស៊ីសែនគេប្រើរូបមន្ត CH ហើយ YO ដើម្បីឲ្យអស់បំរាមតទៅទៀតយើងគ្រាន់តែទាញធម្មផលធៀបហើយទាញបានពីករណីចង់រកម៉ាស់កាបូនម៉ាស់ម៉ូកាបូនលើភាគរយកាបូនក៏បានឬក៏ចង់រកភាគរយកាបូនលើម៉ាស់ម៉ូកាបូនក៏បានប៉ុន្តែទៅសេទៅត្រូវមកហើយលំហាត់នឹងតែប៉ុណ្្នឹងណាហើយក្នុងករណីបែបហ្នឹងឬក៏គេថា aldehyde មិនបាច់គេប្រាប់ម៉ាស់ម៉ូលទេប៉ុន្តែប្រសិនបើគេអត់ប្រាប់ឈ្មោះទេត្រូវប្រាប់ម៉ាស់ម៉ូលទៅយើងកណនាបានតោះអាហ្នឹងអត់តន់ទេគ្រូកែមួយទៀតគឺចូលប្រភេទទៀតប៉ុណ្ណឹង